កងទ័ពកម្ពុជាជាង1300នាក់និងកងទ័ពរំដោះប្រជាជនចិនជាង800នាក់បានចាប់ផ្ដើមបើកសម្ពយុទ្ធទ្រង់ទ្រាយធំមួយនៅថ្ងៃពុធទី14ខែឧសភានេះដោយប្រើប្រាស់អាវុធធុនធ្ងន់និងបច្ចេកវិទ្យាទំនើបផងដែរគឺជាសម្ពយុទ្ធរយៈពេល2សប្តាហ៍ដែលធ្វើឡើងនៅក្នុងទីកន្លែង2ផ្សេងគ្នាក្នុងពេលតែមួយគឺសម្ពយុទ្ធមួយប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយខេត្តកំពង់ឆ្នាំងនិងសម្ពយុទ្ធមួយទៀតធ្វើនៅលើផ្ទៃសមុទ្រនិងដែនអាកាសនៃខេត្តព្រះសីហនុសម្ពយុទ្ធនាគមាសឆ្នាំ2025ធ្វើឡើងក្នុងគោលដៅប្រយុទ្ធប្រឆាំងភេរវកម្មនិងសកម្មភាពសង្គ្រោះមនុស្សធម៌លោកឧត្តមសេនីយ៍តូថោងសូលីម៉ូអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយុទ្ធពលខេមរភូមិន្ទបានប្រាប់អប្សរាទិន័យថាសម្ពយុទ្ធដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី28ខែឧសភានេះនឹងផ្ដល់ឱកាសឲ្យកងទ័ពទាំងពីរបានរៀនសូត្រដកបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការពង្រឹងសមត្ថភាពសាមគ្គីភាពឲ្យកាន់តែជិតដិតដើម្បីចូលរួមក្នុងការថែរក្សាសន្តិភាពនៅក្នុងតំបន់និងសហគមន៍លោកជំទាវម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិក៏បានប្រាប់អប្សរាទិន័យនៅថ្ងៃនេះថាសម្ពយុទ្ធនៃកងយោធាប្រទេសទាំងពីរគឺសម្ដៅអភិវឌ្ឍឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិននិងការផ្លាស់ប្ដូរបទពិសោធន៍រវាងកងទ័ពនិងការលើកកម្ពស់សមត្ថភាពដើម្បីថែរក្សាសន្តិសុខជាតិរវាងប្រទេសទាំងពីរអ្នកនាំពាក្យដដែលបញ្ជាក់ថាក្នុងសម្ពយុទ្ធនេះកងទ័ពទាំងពីរនឹងប្រើប្រាស់អាវុធធុនធ្ងន់បាញ់ទៅរកគោលដៅដូចជាកាំភ្លើងធំ120មីលីម៉ែត្រ100មីលីម៉ែត្រ60មីលីម៉ែត្រនិងកាំភ្លើងត្បាល់ជាដើមតាមគម្រោងកងទ័ពកម្ពុជានិងកងទ័ពរំដោះប្រជាជនចិននឹងមានការប្រើប្រាស់រថពាសដែករថពាសដែកកង់ច្រវាក់រថយន្តសង្គ្រោះនាវាចម្បាំងឧទ្ធម្ភិកចក្ររថយន្តដឹកនាំបញ្ជា C5 គ្រឿងយន្តគ្មានមនុស្សបើកឆ្កែយន្តដ្រូនស៊ើបការដ្រូនវាយលុកបរិក្ខារស៊ើបការនិងបរិក្ខារសុខាភិបាលជាដើមលោកបណ្ឌិតយ៉ងពៅអ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិតសភាយល់ថាការធ្វើសម្ពយុទ្ធរួមគ្នានេះនឹងជួយលើកកម្ពស់វិស័យយោធាបង្កើនសមត្ថភាពកងទ័ពកម្ពុជាផងដែរកម្ពុជាមិនអាចគ្រាន់តែខ្លាចបារម្ភគេព្រួយបារម្ភអំពីទំនាក់ទំនងកម្ពុជាចិនហើយมันអភិវឌ្ឍសមត្ថភាពខ្លួននោះទេបាទប្រសិនបើមានការបារម្ភដូចនេះនេះជាការខុសឆ្គងទៅវិញកម្ពុជាមានភាពចាំបាច់សម្រាប់ការអភិវឌ្ឍសមត្ថភាពវិស័យយោធារបស់ខ្លួនក៏ដូចជាវិស័យផ្សេងទៀតដែរដោយឡែកអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នែកគំនិតនិងការស្រាវជ្រាវលោកបណ្ឌិតសេងសុជាតិមើលឃើញថាសម្ពយុទ្ធរវាងកម្ពុជាចិននេះបានធ្វើឲ្យមានការថ្នាក់ចិត្តពីសំណាក់ប្រទេសដែលមានភាពល្អកកជាមួយប្រទេសចិនប៉ុន្តែលោកយល់ថាប្រទេសដទៃទៀតក៏អាចធ្វើទំនាក់ទំនងការទូតលើវិស័យយោធានេះជាមួយកម្ពុជាផងដែរសហរដ្ឋអាមេរិកធ្លាប់បានសម្ដែងការព្រួយបារម្ភថាប្រទេសចិនកំពុងប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកកម្ពុជាដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ប៉ុន្តែកម្ពុជាធ្លាប់បានបដិសេធរួចមកហើយថាកម្ពុជាមិនអនុញ្ញាតឲ្យបរទេសណាមួយប្រើប្រាស់ទឹកដីអធិបតេយ្យរបស់ខ្លួនសម្រាប់ដាក់តាំងមូលដ្ឋានយោធានោះឡើយលោកអ៊ូវេរៈនាយកវេទិកាអនាគតបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថាតាមរយៈសម្ពយុទ្ធនាគមាសប្រទេសចិនចង់បង្ហាញសាច់ដុំរបស់ខ្លួននិងចង់ផ្ញើសារថាខ្លួនជាមហាអំណាចហើយចិនកំពុងព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយុទ្ធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ថោងសូលីម៉ូបានមានប្រសាសន៍ថាកម្ពុជានៅតែស្វាគមន៍និងបើកចំហជានិច្ចចំពោះការជួយឧបត្ថម្ភគាំទ្រពីសំណាក់បណ្ដាប្រទេសជាមិត្តនានាដោយមិនប្រកាន់និន្នាការរើសអើងនិងប្រកាន់ខ្ជាប់នៃការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក